ចូលមកដល់អធិប្បាយការជីករណ្ដៅឲ្យមនុស្សធ្លាក់ស្លាប់នេះបើតាក់ទងពីរឿងការជីករណ្ដៅនេះអាចថាញាតិញោមលំចាស់គ្រប់ព្រះអង្គងាយដឹងជាងហើយងាយយល់ជាងព្រោះរណ្ដៅនេះអាចកើតមានណានៅសម័យបច្ចុប្បន្ននេះជីកទៅរមួយដើម្បីឲ្យសត្វធ្លាក់ទៅក្នុងហ្នឹងស្លាប់ឲ្យមនុស្សធ្លាក់ទៅស្លាប់ហ្នឹងអាចនឹងមានហើយលោកនឹងបញ្យល់ពីឧបាយណាបើសិនជាខ្លួនឯងធ្វើហើយតើធ្វើមិនដើម្បីកុំឲ្យជាប់ពាន់ផ្លូវកម្មនឹងទៀតឥឡូវនៅក្នុងបៃដកស្ដាប់បៃដកបន្តិចទៅលោកថាម៉េចនៅក្នុងលេខគ្នា196បៃដកភាគ1ដែលហៅថារណ្ដៅនោះគឺភិក្ខុជីករណ្ដៅចំពោះមនុស្សដោយតាំងចិត្តថាអ្នកណាមួយធ្លាក់ទៅគង់ស្លាប់ដូច្នេះត្រូវអាបត្តិទៅកត់កាលបើអ្នកណាមួយធ្លាក់ទៅហើយការទុក្ខវេទនាឡើងដល់អ្នកនោះត្រូវអាបត្តិធុលច័យបើអ្នកនោះស្លាប់ភិក្ខុត្រូវអាបត្តិបរាជិតភិក្ខុជីករណ្ដៅមិនចំពោះមនុស្សឬអមនុស្សដោយគិតថាជនណាមួយធ្លាក់ទៅគង់ស្លាប់ដូច្នេះត្រូវអាបត្តិប្រកបបើមនុស្សធ្លាក់ទៅក្នុងរណ្ដៅនោះភិក្ខុត្រូវអាបត្តិទៅកត់កាលមនុស្សនោះធ្លាក់ទៅការទុក្ខវេទនាឡើងភិក្ខុត្រូវអាបត្តិធុលច័យបើមនុស្សនោះធ្លាក់សំដៅបើមនុស្សនោះស្លាប់ភិក្ខុត្រូវអាបត្តិបរាជិតបើយៈក្តីប្រែតក្តីសត្វតិរច្ឆានដែលមានរាងកាយដូចមនុស្សក្តីធ្លាក់ទៅក្នុងរណ្ដៅនោះភិក្ខុត្រូវអាបត្តិទៅកត់កាលបើជនមានយៈជាដើមនោះធ្លាក់ទៅហើយកើតទុក្ខវេទនាភិក្ខុក៏ត្រូវអាបត្តិប្រកបដែរចឹងខុសពីមនុស្សបើធ្លាក់ទៅក្នុងរណ្ដៅភិក្ខុត្រូវអាបត្តិធុលច័យតែបើនិយាយពីរឿងយៈនេះត្រូវអាបត្តិប្រកបណាកាលបើជនមានយៈជាដើមនោះធ្លាក់ទៅហើយការទុក្ខវេទនាប្រកបឡើងត្រូវអាបត្តិប្រកបហ្នឹងឯងបើជនមានយៈជាដើមនោះស្លាប់ភិក្ខុត្រូវអាបត្តិធុលច័យនឹងបើយៈស្លាប់ត្រូវអាបត្តិធុលច័យមិនត្រូវអាបត្តិបរាជិកដូចជាការសម្លាប់មនុស្សទេបើសត្វតិរច្ឆានធ្លាក់ទៅក្នុងរណ្ដៅនោះភិក្ខុត្រូវអាបត្តិប្រកបកាលបើធ្លាក់ទៅហើយកើតទុក្ខវេទនាត្រូវអាបត្តិប្រកបបើវាស្លាប់ត្រូវអាបត្តិបាចិត្តយៈបើសត្វតិរច្ឆាននឹងមិនមែនជាអមនុស្សយៈដែលរូបរាងប្រកបហ្នឹងស្លាប់ទៅត្រូវអាបត្តិបាចិត្តយៈណាអញ្ចឹងនៅក្នុងបៃដកហ្នឹងសេចក្តីក្នុងបៃដកឥឡូវបកណាជាម្ចាស់គ្រប់ព្រះអង្គញាតិញោមមកស្ដាប់នៅក្នុងអដ្ឋកថាម្ដងនៅក្នុងអដ្ឋកថាលោកដាក់ថាអធិប្បាយការជីករណ្ដៅឲ្យមនុស្សធ្លាក់ស្លាប់អញ្ចឹងរណ្ដៅហ្នឹងមិនដឹងថាជំរឿណាទេអាស្រ័យទៅលើប្រយោគជាក់ស្ដែងដែលអ្នកជីកណានៅក្នុងលេខគណៀប196ណាលេខគណៀប196វិនិច្ឆ័យនៃបទមេត្តាពីរឿងការជីករណ្ដៅណាដែលលោកសំដែងវិភាគនៃថាវរៈប្រយោគហើយរណ្ដៅនេះបើគិតពីប្រយោគជាថាវរៈប្រយោគពាក្យថាវរៈប្រយោគនេះគឺជាប្រយោគដែលមាំមួនណាវាអាចនៅបានយូរតាំងនៅបានយូរណាក្នុងការឲ្យមនុស្សស្លាប់ទៅអញ្ចឹងបានលោកដាក់ថាជាថាវរៈប្រយោគណាបន្តមកនៅក្នុងអត្ថកថាដដែលពាក្យថាមនុស្សសង្ឃឧទ្ទិសៈអោបាតាំងខណតិភិក្ខុជីករណ្ដៅចំពោះមនុស្សមានសេចក្តីថាភិក្ខុជីករណ្ដៅចំពោះមនុស្សណាមួយដោយតាំងចិត្តថាមនុស្សមានឈ្មោះនេះនឹងធ្លាក់ទៅស្លាប់ក្នុងទីដែលខ្លួនសំទោសក្នុងទីដែលមនុស្សនោះត្រាច់ទៅតែម្នាក់ឯងកណាចឹងមានន័យថាម៉េចការជីករណ្ដៅហ្នឹងចំពោះមនុស្សកណាបើមនុស្សនោះធ្លាក់ទៅជាអាបត្តិដល់លោកហើយមុននឹងចូលដល់កន្លែងហ្នឹងលោកបញ្យល់ពីរឿងការជីកនៅជាតបៈថវ័យអញ្ចឹងនៅក្នុងសេចក្តីនេះភិក្ខុលោកជីកនៅជាតបៈថវ័យត្រូវអាបត្តិបាចិត្តយៈណាការជីកនៅជាតបៈថវ័យប៉ុន្តែបើនៅក្នុងប្រយោគបាណាតិបាតជាតុកតគ្រប់ប្រយោគដោយធ្វើដីនឹងឲ្យវិនិច្ឆ័យមានន័យថាការជីកដីព្រោះប្រយោគនៃបាណាតិបាតត្រូវអាបត្តិតុកតកណាជាធុលច័យព្រោះបង្កឲ្យកើតសេចក្តីទុក្ខដល់មនុស្សដែលខ្លួនឯងជីកចំពោះនឹងធ្លាក់ទៅក្នុងរណ្ដៅនោះបើគេស្លាប់ជាបរាជិតអញ្ចឹងសរុបមកថាបើសិនជា
mình bóng lục trị rần đáy nó không phải vô pan na thì bát ca chính nó tra bắt tục cọt mình tra bắt pa cho tây thế bao miền một nút lẹ tới slap mến chỉ bắt thôi là cháy sắp tốt bao miền một nút lẹ tới cắt tôi về thế chỉ bắt thôi là cháy ba sân chia cái slap tới chỉ bắt para chật nó không phải vô chồng pua hay ban lộ đã tham bánh nè cao nè đặt tới số bay lẹ tới mình chỉ bắt pro hai là vậy cái nào pro hai đấy ai sai ban cái này ní mình chỉ bắt pro ấy pro ca chính năng lục sầm đáy trong pua bọc cô tay mười ruộng chung một co rồi mua chung một kho chỉ đá mới đây lục sầm đáy ta bà sân trên nè đặt tay slap tới mình chỉ bắt đầu lục thì pro mình chia phải vô đấy xa thế rồi nè trong pua chôn tu từ cái nào trong to một tiền mà bài trích tục xong to bài trích tục mình trong pua ní đầu vẹn bạp trà đấy nè mình chụp pua ní cứ tha nó nạt lẹ có slap tới tam tham đaរបស់មនុស្សអញ្ចឹងនឹងបាបច្រើនហើយកាត់ទោសច្រើនដែរបើជិះទុកមិនចំពោះដោយគិតថាអ្នកណាម្នាក់នឹងស្លាប់ជាបាណាតិបាតតាមចំនួនសត្វដែលធ្លាក់ទៅស្លាប់បើវត្ថុនៃអនន្តរិយកម្មជាអនន្តរិយកម្មបើវត្ថុនៃអបត្ថុលច័យនិងបាចតយៈក៏ជាអបត្ថុលច័យនិងបាចតយៈនៅក្នុងការជិះទុកមិនចំពោះនេះបើសិនជាមេត្តាបៃតារបស់ខ្លួនធ្លាក់ទៅស្លាប់នៅក្នុងរណ្ដៅហ្នឹងភិក្ខុហ្នឹងត្រូវបាត់ប្រាជិតហើយត្រូវអនន្តរិយកម្មទៀតហើយសម្រាប់ញាតិញោមគ្រប់គ្នាហ្នឹងក៏ដូចគ្នាដែរបើសិនជាការជីករណ្ដៅដើម្បីចង់ឲ្យធ្លាក់ស្លាប់ហ្នឹងកាត់ទោសដែរឃើញណាទៅតាមអំពើហ្នឹងអាបាត់កាត់ទៅតាមហ្នឹងដែរហើយបាននៅក្នុងកន្លែងនេះលោកដាក់ជាសំណួរចម្លើយឃើញណាញោមអាចទៅស្ដាប់ទៅតាក់ទងពីរឿងភិក្ខុច្រើនភាសាកន្លែងនេះស្មើលើកដល់ច្រើនគឺសិក្ខាបទភិក្ខុមកលាយចូលក្នុងនឹងដែរលោកសួរជាសំណួរសួរថាម៉េចសួរថាចេតនាក្នុងការជីករណ្ដៅនោះមានច្រើនជាបរាជិតដោយចេតនាណាកណានេះជាសំណួរឆ្លើយថាម៉េចឆ្លើយថាលោកពលទុកក្នុងមហាអដ្ឋកថាមុនថាការភិក្ខុជីករណ្ដៅទាំងជំរឿទាំងបណ្ដោយនឹងទទឹងបានប្រមាណខ្នាតដែលលោកចង់បានណាហើយក៏កាយកោទុកហើយប្រើបង្គីកើបអាចដីឡើងមកខាងលើចេតនាដែលញ៉ាំងអាត់ឲ្យសម្រេចដែលជាហេតុឲ្យតាំងឡើងដូចគ្នានឹងផលក្នុងលំដាប់នៃមគ្គនឹងបើសូមបីថាដោយរយៈកាលតទៅរាប់រយឆ្នាំនឹងមានសត្វធ្លាក់ចុះស្លាប់ពិតប្រកបជាបរាជិតដោយចេតនាដែលជាហេតុឲ្យតាំងឡើងនឹងនៅក្នុងកន្លែងនេះគឺលោកសួរថាការជីករណ្ដៅហ្នឹងជាបរាជិតដោយចេតនាណាកណាឥឡូវស្ដាប់នៅក្នុងដីកាបន្តទៀតសិនចំណែកក្នុងមហាបញ្ចរីហ្នឹងគឺដីកាកណានិងក្នុងសង្ខេបអដ្ឋកថាលោកពលទុកថាការភិក្ខុប្រើចបប្រហារមានន័យថាកាប់ដីសូម3ម្ដងដោយគិតថាបុគ្គលនឹងធ្លាក់ក្នុងរណ្ដៅនេះស្លាប់បើមានអ្នកណាមួយផ្លាត់ធ្លាក់ចុះទៅក្នុងរណ្ដៅនោះស្លាប់ជាបរាជិតដូចគ្នាបន្តមកទៀតមកចំណែកព្រះថេរៈអ្នកជំនាញក្នុងព្រះសូត្រនៅប្រកាន់យកចេតនាដែលជាហេតុឲ្យតាំងឡើងជាគោលណាភិក្ខុមួយរូបជីករណ្ដៅហើយបង្កប់ភិក្ខុដតីថាចូលនាំបុគ្គលឈ្មោះឯណោះមកហើយច្រានឲ្យធ្លាក់ក្នុងរណ្ដៅនេះភិក្ខុដតីនោះញ៉ាំងអ្នកដតីនោះឲ្យធ្លាក់ស្លាប់ជាបរាជិតទាំងពីរនៅក្នុងកន្លែងនេះខ្ញុំចាប់ឲ្យតន់ណាអាចថាប្រយ័ត្នចាប់អត់តន់ច្រឡំកន្លែងនេះលោកដាក់ថាភិក្ខុមួយរូបហ្នឹងលោកអ្នកជីករណ្ដៅសម្រាប់សម្លាប់នរណាមួយឬមួយឲ្យធ្លាក់ចូលទៅហើយបង្កប់ភិក្ខុដតីឲ្យនាំ
បុគ្គលលោកមិនប្រើចំឈ្មោះទេនៅក្នុងពាក្យកន្លែងនេះហ្នឹងលោកដាក់ថាឲ្យនាំបុគ្គលឈ្មោះឯណោះហ្នឹងមានតែឈ្មោះប្រកបដែរមកឲ្យច្រានឲ្យធ្លាក់នៅក្នុងរណ្ដៅនេះអារណ្ដៅដែលលោកចេញហ្នឹងអញ្ចឹងជាបកាត់ទោសជាបាត់បរាជិតទាំងពីរទាំងអ្នកជីកទាំងអ្នកដែលនាំមកឲ្យធ្លាក់នៅក្នុងរណ្ដៅនោះណាបន្តមកទៀតមកញ៉ាំងអ្នកដតីឲ្យធ្លាក់ស្លាប់ខ្លួនឯងធ្លាក់ទៅស្លាប់អ្នកដតីធ្លាក់ទៅស្លាប់តាមធម្មតារបស់ខ្លួនក្នុងគ្រប់ករណីមានការខុសសង្កេតភិក្ខុដែលជាខាងដើមរួចខ្លួនខុសអំពីសេចក្តីខាងដើមបន្តិចនៅក្នុងកន្លែងនេះគឺបើសិនជាអ្នកប្រើហ្នឹងលោកជីករណ្ដៅហើយលោកប្រើថាលោកចូលនាំបុគ្គលកមកឲ្យធ្លាក់នៅក្នុងរណ្ដៅនេះប៉ុន្តែអ្នកដែលទទួលបញ្ជារបស់គេហ្នឹងទៅនាំបុគ្គលខមកវិញឈ្មោះថាខុសសង្កេតនេះភិក្ខុខាងដើមលោកមិនត្រូវទោសទេតែអ្វីដែលត្រូវទោសគឺខ្លួនឯងហ្នឹងកណាត្រូវតែខ្លួនឯងអ្នកដែលប្រើដំបងមិនត្រូវទេព្រោះហេតុអីជាការខុសសង្កេតគេប្រើឲ្យយកបុគ្គលកមកខ្លួនឯងទៅយកបុគ្គលខមកវិញណាហ្នឹងនៅក្នុងអត្ថកថាលោកបញ្យល់យ៉ាងហ្នឹងសូម្បីក្នុងរណ្ដៅដែលភិក្ខុជីកទុកដែលគិតថាភិក្ខុឈ្មោះឯណោះនឹងនាំអ្នកឈ្មោះឯណោះមកឲ្យធ្លាក់ស្លាប់ក្នុងរណ្ដៅនេះក៏ន័យនេះដូចគ្នាអញ្ចឹងន័យនឹងដូចគ្នាហ្នឹងយើងចាំឲ្យច្បាស់ខាងដើមទៅមិនសពេចសពិលកណាអ្វីដែលអាត្មាចង់ឲ្យសង្កត់ធ្ងន់គឺទី1តាក់ទងពីប្រយោគចំពោះនិងមិនចំពោះបើចំពោះយើងវិនិច្ឆ័យផ្សេងបើមិនចំពោះយើងវិនិច្ឆ័យផ្សេងកណានឹងបន្តមកទៀតមកភិក្ខុជីកទុកដែលគិតថាមនុស្សទាំងឡាយណាដែលចង់ស្លាប់នឹងធ្លាក់ក្នុងរណ្ដៅនេះមានន័យថាម៉េចលោកជីករណ្ដៅហ្នឹងលោកគិតថាអ្នកណាចង់ស្លាប់មកស្លាប់ក្នុងរណ្ដៅហ្នឹងទៅព្រោះពេលខ្លះមានអ្នកខ្លះលោកចង់ស្លាប់លេងចង់រស់នៅឬមួយមានកុហកណាមួយគេទុកបុកម្នេញដោយសារការរស់នៅខ្លួនឯងនៅក្នុងជីវិតហ្នឹងឧទាហរណ៍ហ្នឹងហើយគេមិនចង់រស់នៅគេទៅលោតនៅក្នុងរណ្ដៅដែលលោកជីកទុកហ្នឹងលោកជាអ្នកត្រូវអាបត្តិបរាជិកព្រោះហេតុអីព្រោះមនុស្សធ្លាក់ទៅស្លាប់នៅក្នុងរណ្ដៅដែលលោកជីកទុកនោះហ្នឹងលោកជីកទុកឲ្យគេស្លាប់ហ្នឹងសម្រាប់គេស្លាប់អញ្ចឹងបើជាម្នាក់ជាអាបត្តិបរាជិកហើយបើសិនជាច្រើនអ្នកទៅនៅក្នុងទីនេះលោកប្រើពាក្យថាជាកងអកុសលនឹងជាអកុសលហើយបើមិនសិនជាមនុស្សច្រើនអ្នកស្លាប់ហើយលោកបញ្ជាក់ទៅថានៅក្នុងរណ្ដៅហ្នឹងណាជាអនន្តរិយកម្មបានដែរព្រោះហេតុអីព្រោះមេដានិងបៃតារបស់ខ្លួនស្លាប់នៅក្នុងរណ្ដៅនោះជាធលច័យនិងជាបាចិត្តយៈព្រោះវត្ថុនៃធលច័យនិងបាចិត្តយៈអញ្ចឹងយើងគិតវិនិច្ឆ័យទៅតាមហ្នឹងទៅបរាជិកចំពោះបុគ្គលណាអនន្តរិយកម្មចំពោះបុគ្គលណាណាហើយបន្តមកទៀតមកចិត្តដល់មកទេណាភិក្ខុជីកទុកដោយគិតថាជនពួកណាមួយមានសេចក្តីប្រាថ្នានឹងស្លាប់ឲ្យគេស្លាប់នឹងច្រានជនទាំងនោះឲ្យធ្លាក់ស្លាប់ក្នុងរណ្ដៅនេះដូច្នេះពួកគេច្រានឲ្យធ្លាក់ស្លាប់ក្នុងរណ្ដៅនេះការស្លាប់ម្នាក់ជាបរាជិកដោយតែខាងលើដែរទេកាលច្រើនអ្នកស្លាប់ជាកងអកុសលជាអនន្តរិយកម្មជាដើមព្រោះវត្ថុនៃអនន្តរិយកម្មណាដោយតែខាងលើដែរទេជាប្រយោគអនន្តរិយកម្មព្រោះមេដាបិតារបស់ខ្លួនហ្នឹងធ្លាក់ទៅស្លាប់នៅក្នុងរណ្ដៅនោះនៅក្នុងកន្លែងនេះគឺលោកជីកដែលគាត់ថាជនណាមួយមានប្រាថ្នានឹងសម្លាប់គេឲ្យស្លាប់យកមកកន្លែងរណ្ដៅរបស់លោកហ្នឹងហើយលោកជីកទៅហើយលោកមិនធ្វើឲ្យនរណាមួយស្លាប់ដោយខ្លួនឯងនេះក៏លោកជីកទុកសម្រាប់គេអញ្ចឹងក៏កាត់អាបត្តិដែរនៅក្នុងកន្លែងនេះណាហើយបានលោកបញ្យលតាក់ទងថានៃដំបងហ្នឹងមិនមានពាក្យថាព្រះអរហន្តចូលមកនៅក្នុងន័យហ្នឹងទេណាព្រោះហេតុអ្វីកិរិយាដែលព្រះអរហន្តទាំងឡាយស្លាប់សំទោសកិរិយាដែលព្រះអរហន្តទាំងឡាយធ្លាក់ទៅស្លាប់ព្រោះជាអ្នកប្រាថ្នានឹងស្លាប់មិនមានកណាអញ្ចឹងព្រះអរហន្តលោកមិនប្រាថ្នានឹងស្លាប់នៅក្នុងន័យនេះដែលលោកបញ្យល់ថានៃខាងដើមនោះមិនសំដែងមានព្រះអរហន្តចូលមកទេព្រោះហេតុអីព្រោះជាអ្នកមិនប្រាថ្នានឹងស្លាប់
ដោយឧបាយនៅក្នុងការសម្លាប់ខ្លួនដោយអំពើហ្នឹងគឺណាចឹងបានព្រោះហេតុនោះទៅលោកមិនសង្គ្រោះព្រះអរហន្តទាំងឡាយចូលផងចឹងនៃនឹងចឹងឯងគឺលោកសំដែងតែមេដាបៃតាមេដាបៃតាគឺណាបន្តមកទៀតមកจะដល់ម៉ោងហើយណាសូម្បីក្នុងន័យទាំងពីរនឹងមានន័យទី1មានន័យទី2កាលបុគ្គលធ្លាក់ទៅស្លាប់តាមធម្មតារបស់ខ្លួនរមែងមានការខុសសង្កេតគឺណាភិក្ខុគិតថាជនពួកណាមួយនឹងច្រានមនុស្សមានពៀរបស់ខ្លួនឲ្យធ្លាក់ទៅស្លាប់ក្នុងរដូវនេះហើយជិះទុកលោកជិះនឹងលោកគិតថាលោកដំបងលោកជិះណាហើយលោកគិតថាបើសិនជាមានអ្នកណាមួយច្រានអ្នកដែលលោកមិនពេញចិត្តលោកស្អប់ដែលមានពៀនឹងគ្នាធ្លាក់ទៅក្នុងរដូវហ្នឹងណាហើយបើសិនជាគេស្លាប់ធ្លាក់ទៅមែនលោកត្រូវអាបត្តិដូចគ្នាបន្តមកនឹងពួកជនអ្នកមានពៀនឹងគ្នាក៏ច្រានអ្នកមានពៀឲ្យស្លាប់ទៅក្នុងរដូវនោះកាលត្រូវសម្លាប់ស្លាប់ម្នាក់ជាអាបត្តិប្រាជិកនិយាយទៅកន្លែងនេះសរុបមកដោយតែខាងលើដែរទេបានលោកបញ្យលអំពីអត្តន័យនៃការធ្វើហ្នឹងចុះឡើងទៅតាមសេចក្តីមួយហើយបានខាងចុងលោកបញ្យលថានេះបើអ្នកនឹងស្លាប់ទៅជាអាបត្តិប្រាជិកបើស្លាប់ទៅច្រើនអ្នកជាកងអកុសលបើមេដាបៃតាជាអនន្តរិយកម្មដូចគ្នាទេនៅខាងចុងនៅក្នុងអំពើអ្វីណាតែមួយដែលលោកធ្វើណាចិត្តដល់ហ្មងចេះតែចង់ផ្លត់មកគ្រោះទឹកខំណាបន្តទៀតមកនឹងដូចថ្មសរុបមកចឹងឯងបើសិនជាមេដាបៃតាធ្លាក់ស្លាប់នៅក្នុងរណ្ដៅហ្នឹងជាអនន្តរិយកម្ម2ព្រោះការសម្លាប់មេដាជាអនន្តរិយកម្មផងជាបរាជិកផងណាហើយប្រហែលប៉ុណ្ណឹងទៅដោយសារតែថ្មចូលទៅខាងមុខទៀតអាចថាបាត់សេចក្តីអញ្ចឹងចាំសប្តាហ៍ក្រោយចូលមកបន្តទៀតនៅក្នុងសប្តាហ៍ក្រោយចូលនិយាយពីរឿងចំណែកភិក្ខុណាជីករណ្ដៅមិនចំពោះហ្នឹងខ្ញុំចាំសប្តាហ៍ក្រោយយើងដល់តាក់ទងពីរឿងភិក្ខុហ្នឹងលោកជីករណ្ដៅទុកមិនចំពោះតើមានសេចក្តីយ៉ាងណាចាំស្ដាប់សប្តាហ៍ក្រោយគេណាសូមអនុមោទនា